ចាសសួស្តីបងអូនសិស្សយើងទាំងអស់គ្នាជិតរដល់ចាសសួស្តីបងអូនសិស្សយើងទាំងអស់គ្នាជិតដល់រដូវបុណ្យចូលឆ្នាំខ្មែរហើយទៅអត់ចាអញ្ចឹងបងអូនទាំងអស់គ្នាចង់ពាក់ចាខោអាវដែលប៉ាក់ទៅវត្តអញ្ចឹងបើសិនជាបងអូនមានបញ្ហាខ្នងចំហៀងយ៉ាងនេះពេលដែលបងអូនពាក់អាវទៅគឺវាឃើញជាសាច់ជាកង់ចេញមកធ្វើឲ្យបងអូនពិបាកក្នុងការស្លៀកសម្លៀកបំពាក់អាវវាឬក៏អាវរឹបអីចេញឃើញកង់តោះអ្នកគ្រូនឹងចែករំលែកបងអូនទាំងអស់គ្នាមួយវិធីលំហាត់ប្រាណធ្វើឲ្យបងអូនហាត់ទៅកន្លែងខ្នងចំហៀងនឹងស្អាតលឿនបងអូនណាចាតោះឥឡូវនេះយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាគ្រាន់តែបងអូនមានដុំគីឡូ1គីឡូកាន់ដោយអ្នកគ្រូចឹងមកចាបងអូនហើយយើងចាប់ផ្ដើមបងអូនកាន់ដៃជាពីរចេះបងអូនណាចាយើងរុញចឹងមករុញទៅមុខឲ្យអស់ចាទាញមកក្រោយអស់ណាបងអូនរុញទៅមុខឲ្យអស់ទាញមកក្រោយអស់បែបនេះមកចាហើយបងអូនធ្វើបែបនេះឲ្យបានចំនួន30ដងបងអូនលាបាន4ជុំបងអូនណាចាក្នុងមួយសប្តាហ៍បងអូនព្យាយាមលាបាន3ទៅ4ថ្ងៃដើម្បីឲ្យបងអូនឆាប់ចាស្រកខ្លាញ់ស្រកកន្លែងសាច់គៀនខ្នងចំហៀងនឹងលឿនណាបងអូនចាអញ្ចឹងធ្វើឲ្យបងអូនស្លៀកសម្លៀកបំពាក់អីទៅមិនថារឹបមិនថាវាលទេគឺធ្វើឲ្យឃើញខ្នងរបស់បងអូននោះតូចសឡូនហើយស្អាតលឿន